រឿងវិញ្ញាណគ្រូអាគមក្នុងភូមិព្រៃជ្រៅដាច់ស្រយាលមួយដែលហ៊ុំព័ទ្ធដោយព្រៃល្បោះក្រាស់ឃ្មឹកមានរឿងរ៉ាវដំណាលទៅគ្នាអំពីវិញ្ញាណអាក្រក់ដ៏កំណាចមួយដែលគេស្គាល់ថាជាវិញ្ញាណគ្រូអាគមគេនិយាយថាព្រលឹងនេះជាវិញ្ញាណរបស់គ្រូមន្តអាគមខ្មៅដ៏មានអំណាចម្នាក់ដែលបានស្លាប់ដោយការបៀតបៀននៃអំពើអាក្រក់របស់ខ្លួនមុនពេលស្លាប់គាត់បានបន្សល់ទុកនៅបណ្ដាសាដ៏សាហាវមួយដែលចង់ព្រលឹងគាត់ឲ្យនៅបន្តធ្វើទុកបុកម្នេញអ្នកស្រុករៀងរហូតតាំងពីពេលនោះមករឿងរ៉ាវចម្លែកតែងតែកើតមាននៅក្នុងភូមិអ្នកស្រុកតែងតែឮសំឡេងសាយក្តុកក្តួលនៅពេលយប់ស្ងាត់ឃើញស្រមោលខ្មៅរត់កាត់តាមផ្លូវភូមិនិងសត្វចិញ្ចឹមងាប់យ៉ាងអាថ៌កំបាំងដោយគ្មានមូលហេតុភាពភ័យខ្លាចបានគ្រប់ដណ្ដប់ភូមិទាំងមូលគ្មានអ្នកណាហ៊ានចេញក្រៅផ្ទះតែម្នាក់ឯងនៅពេលយប់ឡើយរហូតដល់ពេលដែលនីតានារីវ័យក្មេងដ៏ស្រស់ស្អាតនិងក្លាហានម្នាក់បានត្រឡប់មកភូមិកំណើតរបស់នាងវិញក្រោយពីបានទៅសិក្សានៅទីក្រុងអស់ជាច្រើនឆ្នាំនីតាមិនបានជឿលើរឿងរ៉ាវអបិយជំនឿទាំងនោះឡើយនាងគិតថាអ្វីទាំងអស់គ្រាន់តែជាការភ័យខ្លាចដែលបង្កើតឡើងដោយការយល់ខុសប៉ុណ្ណោះប៉ុន្តែមិនយូរប៉ុន្មាននីតាក៏បានជួបប្រទះនឹងរឿងរ៉ាវចម្លែកដោយខ្លួនឯងយប់មួយខណៈពេលដែលនាងកំពុងតែដើរត្រឡប់មកផ្ទះវិញតែម្នាក់ឯងនាងបានឮសំឡេងខ្សឹបខ្សៀវតិចបន្លឺឡើងនៅក្បែរត្រចៀករបស់នាងសំឡេងនោះត្រជាក់ស្រាវដូចជាខ្យល់បក់កាត់ឆ្អឹងហើយវាខ្សឹបពាក្យដែលនាងមិនអាចយល់បាននីតាមានអារម្មណ៍ព្រឺព្រួចពេញខ្លួនតែនាងព្យាយាមរក្សាភាពស្ងប់ស្ងាត់និងដើរបន្តទៅមុខទៀតប៉ុន្តែភាពចម្លែកមិនបានឈប់ត្រឹមនោះទេពេលនាងដើរកាត់ដើមពោធិ៍ចាស់មួយក្បែរផ្លូវស្រាប់តែមានស្រមោលខ្មៅមួយរំពេចរត់កាត់ពីមុខនាងទៅបាត់នីតាឈប់ស្ងៀមភ្នែកសម្លឹងមើលជុំវិញខ្លួនក្នុងភាពងឹតតែនាងមិនឃើញអ្វីក្រៅពីដើមឈើនិងគុម្ពោតព្រៃឡើយចាប់ពីយប់នោះមកនីតាតែងតែជួបប្រទះនឹងរឿងរ៉ាវចម្លែកជាបន្តបន្ទាប់ពេលខ្លះនាងឮសំឡេងគោះទ្វារផ្ទះរបស់នាងនៅពេលយប់ជ្រៅពេលខ្លះទៀតនាងឃើញគ្រឿងសង្ហារិមនៅក្នុងផ្ទះរបស់នាងផ្លាស់ប្ដូរទីតាំងដោយខ្លួនឯងភាពភ័យខ្លាចចាប់ផ្ដើមរាលដាលចូលក្នុងចិត្តរបស់នីតាបន្តិចម្ដងទោះបីជានាងព្យាយាមប្រាប់ខ្លួនឯងថាអ្វីទាំងអស់គ្រាន់តែជាការស្រមើស្រមៃក៏ដោយដោយមិនអាចទ្រាំទ្របានទៀតនីតាបានសម្រេចចិត្តស្វែងរកការពិតនៅពីក្រោយរឿងរ៉ាវដ៏គួរឲ្យខ្លាចទាំងនេះនាងបាននិយាយជាមួយតាច័ន្ទជាអ្នកចេះដឹងម្នាក់ក្នុងភូមិដែលមានចំណេះដឹងជ្រៅជ្រះអំពីរឿងរ៉ាវជំនឿបុរាណតាច័ន្ទបានប្រាប់នីតាអំពីរឿងរ៉ាវរបស់គឺព្រលឹងបិសាចនិងបណ្ដាសាដែលគ្រូមន្តអាគមខ្មៅនោះបានបន្សល់ទុកតាច័ន្ទបានពន្យល់ថាព្រលឹងបិសាចនោះមានកម្លាំងខ្លាំងណាស់ហើយវាកំពុងតែព្យាយាមស្វែងរករូបកាយថ្មីដើម្បីបន្តអំណាចអាក្រក់របស់ខ្លួននីតាប្រហែលជាគោលដៅរបស់វាដោយសារតែនាងជាមនុស្សដែលមានចិត្តរឹងប៉ឹងនិងមិនខ្លាចរអាអ្វីទាំងអស់ដែលជាលក្ខណៈដែលព្រលឹងបិសាចត្រូវការដើម្បីគ្រប់គ្រងរូបកាយរបស់នាងក្រោយពីបានដឹងការពិតនីតាមិនបានរត់គេចឡើយនាងជាមនុស្សដែលមានមនសិការខ្ពស់ហើយនាងមិនចង់ឲ្យព្រលឹងអាក្រក់នោះបន្តធ្វើទុកបុកម្នេញអ្នកភូមិទៀតឡើយនាងបានសុំជំនួយពីតាច័ន្ទដើម្បីប្រយុទ្ធប្រឆាំងនឹងព្រលឹងបិសាចនោះនិងរំដោះភូមិរបស់នាងឲ្យរួចផុតពីបណ្ដាសាតាច័ន្ទបានយល់ព្រមជួយនីតាគាត់បានរៀបចំគ្រឿងយន្តមន្តអាគមផ្សេងនិងបង្រៀននីតានៅវិធីការពារខ្លួនពីអំណាចអាក្រក់របស់ព្រលឹងបិសាចពួកគេបានសម្រេចចិត្តធ្វើពិធីបន្សាបបណ្ដាសានៅទីដែលគេជឿថាព្រលឹងបិសាចនោះស្នាក់អាស្រ័យដែលជាប្រាសាទបុរាណបាក់បែកមួយនៅកណ្ដាលព្រៃជ្រៅ ក
នៅរាត្រីដ៏សែនភ័យរន្ធត់នីតានិងតាច័ន្ទបានធ្វើដំណើរទៅកាន់ប្រាសាទបុរាណនោះពេលពួកគេចូលទៅដល់ទីនោះអារម្មណ៍ត្រជាក់ស្រាវនិងភាពងងឹតដ៏ក្រាស់ឃ្មឹកបានគ្រប់ដណ្ដប់គ្រប់ទីកន្លែងសំឡេងខ្យល់បក់កាត់តាមប្រាង្គប្រាសាទបន្លឺសំឡេងយំខ្សោធ្វើឲ្យបរិយាកាសកាន់តែរន្ធត់ខ្លាំងឡើងភ្លាមនោះស្រមោលខ្មៅមួយបានលេចចេញពីក្នុងប្រាសាទរូបរាងរបស់វាគួរឲ្យស្អប់ខ្ពើមនិងភ័យខ្លាចជាខ្លាំងភ្នែករបស់វាភ្លឺភ្លេកដូចជាភ្លើងឆេះហើយវាបញ្ចេញនូវក្លិនស្អុយអាសោចដែលធ្វើឲ្យនីតានិងតាច័ន្ទស្ទើរតែទ្រាំមិនបានព្រលឹងបិសាចបានបន្លឺសំឡេងសាយក្តុកក្តួលដែលធ្វើឲ្យញ័រអស់ទាំងព្រលឹងវាបានព្យាយាមវាយប្រហារនីតានិងតាច័ន្ទដោយកម្លាំងអមនុស្សរបស់វាប៉ុន្តែតាច័ន្ទបានប្រើប្រាស់មន្តអាគមការពារដ៏ខ្លាំងរបស់គាត់ហើយនីតាបានប្រើនៅភាពក្លាហាននិងការតាំងចិត្តរបស់នាងដើម្បីប្រយុទ្ធទល់នឹងអំណាចអាក្រក់នោះការប្រយុទ្ធគ្នាដ៏សាហាវបានប្រព្រឹត្តទៅអស់មួយយប់ពេញព្រលឹងបិសាចបានបញ្ចេញនៅគ្រប់ល្បិចកលនិងអំណាចអាក្រក់របស់វាតែនីតានិងតាច័ន្ទមិនបានរាថយឡើយពួកគេបានបន្តការតស៊ូយ៉ាងស្វិតស្វាញដោយមានជំនឿយ៉ាងមុតមមថាពួកគេនឹងអាចកម្ចាត់ព្រលឹងបិសាចនេះបានទីបំផុតដោយមានជំនួយពីគ្រឿងយន្តមន្តអាគមដ៏ស័ក្តិសិទ្ធិរបស់តាច័ន្ទនិងភាពក្លាហានដ៏អស្ចារ្យរបស់នីតាពួកគេក៏អាចធ្វើឲ្យព្រលឹងបិសាចនោះចុះខ្សោយជាបន្តបន្ទាប់នៅពេលព្រឹកព្រលឹមស្រាងព្រលឹងអាក្រក់នោះក៏ស្រែកធ្ងោយ៉ាងខ្លាំងជាលើកចុងក្រោយរួចក៏រលាយបាត់ទៅក្នុងពន្លឺថ្ងៃដែលកំពុងតែរះឡើងភូមិនៅព្រៃជ្រៅនោះក៏បានរួចផុតពីបណ្ដាសារបស់ទេវវិញ្ញាណគ្រូអាគមភាពភ័យខ្លាចបានរលាយបាត់ទៅវិញហើយអ្នកស្រុកបានត្រឡប់មករស់នៅក្នុងសេចក្តីសុខសាន្តដូចដើមវិញនីតាបានក្លាយជាវីនារីរបស់ភូមិហើយរឿងរ៉ាវអំពីការប្រយុទ្ធរបស់នាងប្រឆាំងនឹងព្រលឹងបិសាចនឹងត្រូវបានដំណើរគ្នារាប់ជំនាន់ទៅមុខទៀតពួកគេនឹងចងចាំជានិច្ចថាភាពក្លាហាននិងសេចក្តីតាំងចិត្តអាចកម្ចាត់បានសូម្បីតែអំណាចអាក្រក់ដ៏ខ្លាំងក្លាបំផុតក៏ដោយ